សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយពាក់ព័ន្ធជាមួយនឹងការ lock file PDF កុំឲ្យអ្នកដទៃគាត់ print បានឬមួយក៏គាត់អាចកែទិន្នន័យនៅក្នុង file PDF នឹងបានណាព្រោះជាទូទៅ file PDF យើងអត់មានធ្វើអីសោះគឺយើងបើកមកយើងអាចកែបានអាច print បានអញ្ចឹងទៅអញ្ចឹងវីដេអូនេះគឺស័ក្តិសមសម្រាប់ទាំងអស់គ្នាទូទៅជាពិសេសអ្នកធ្វើការឬមួយក៏អ្នកដែលគាត់រៀនគាត់អីហ្នឹងគាត់ចង់ឲ្យឯកសារហ្នឹងទៅអ្នកណាអីមួយមើលទៅប៉ុន្តែចង់ឲ្យគេយកទៅ print ឬមួយក៏កែតំណែងរបស់គាត់អញ្ចឹងគាត់អាចមើលវីដេអូនេះបានអញ្ចឹងដំបូងឡើយយើងត្រូវមានកម្មវិធី Adobe Acrobat មួយប៉ុន្តែយើងយក version Pro យើងអាចយក Adobe Reader ទេព្រោះសិនយើងយក Adobe Reader វាគ្រាន់តែអាចបើកមើលប៉ុន្តែវាអាចដាក់ permission លើហ្នឹងបានទេអញ្ចឹងខ្ញុំ Acrobat របស់ខ្ញុំនេះខ្ញុំប្រើ version 11អញ្ចឹងឥឡូវយើងចូលទៅក្នុងនេះតែម្ដងទៅអញ្ចឹងយើងបើក file នឹងមួយមកអញ្ចឹង file នេះគឺ file ឧទាហរណ៍របស់ខ្ញុំទេអញ្ចឹងពេលដែលយើងបើក file PDF មកយើងជាទូទៅយើងសម្លឹងមើលនៅកន្លែងនេះនៅកន្លែង print នេះយើងអាច print បានយើងអាចចុច print បានយើងអាចចុច print បានហើយយើង control P ក៏បានដែរអូខេហើយយើងក៏អាចបើក tool នេះមកដើម្បីយើងចូលទៅកែទិន្នន័យរបស់ឯកសារហ្នឹងអញ្ចឹងទៅអញ្ចឹងសម្រាប់នៅក្នុងវីដេអូនេះខ្ញុំអត់នេះទេគឺយើងចូលទៅគឺដើម្បីយើងចូលទៅ lock ឯកសារហ្នឹងតែម្ដងណាឧទាហរណ៍ថាឥឡូវយើងមានឯកសារហ្នឹងដដែលហើយអញ្ចឹងយើងត្រូវផ្ញើឯកសារហ្នឹងទៅឲ្យអ្នកផ្សេងគាត់មើលហើយប៉ុន្តែយើងអត់ឲ្យគាត់ print ចេញទេយើងអត់ចង់ឲ្យគាត់ print ចេញទេហើយយើងអត់ចង់ឲ្យគាត់កែតំណែងនៅលើហ្នឹងទេហើយសំបីតែយើង copy ហ្នឹងក៏ copy អត់កើតដែរយើងដាក់ mouse ចេះហើយយើងគៀសចេះហើយយើងចង់ copy ហ្នឹងក៏អត់កើតដែរអញ្ចឹងឥឡូវឯកសារនេះខ្ញុំបើកមកហើយអញ្ចឹងយើងចូលទៅជាហ៊ានដំបូងគឺយើងចូលក្នុង file ចូលក្នុង file ហ្នឹងយើងយកពាក្យថា property ទៅពាក្យថា property ហើយអូខេនេះយើងឃើញកន្លែងនេះហ៎អញ្ចឹងដោយសារតែវាអាចធ្វើបានគ្រប់យ៉ាងដោយសារតែវាកន្លែងនេះវាដាក់ថា no security អញ្ចឹង no security បានន័យថាអ្នក printing ក៏បានអីក៏បាន change document អីហ្នឹងទៅ content copy ក៏បានអីក៏បានហ្នឹងទៅអញ្ចឹងកន្លែងនេះយើងត្រូវដូរយកមកនេះវិញយើងត្រូវ select យកតែកន្លែង security ហ្នឹងយើងយកគេថា password security វិញអញ្ចឹងបន្ទាប់ពីយើងយកកន្លែងហ្នឹងហើយវានឹងលោតផ្ទាំងមកមួយទៀតអូខេអញ្ចឹងកន្លែងនេះវាមាន2យើងអាចដាក់ password 2ណា2បែបទី1គឺ password សម្រាប់យើងបើកឯកសារនិងមួយទៀតគឺ password សម្រាប់យើងបើកឯកសារដូចគ្នាប៉ុន្តែយើងអាចធ្វើបានគ្រប់ full version អញ្ចឹងទៅអូខេអញ្ចឹងយើងត្រូវ tick ទាំង2អូខេអញ្ចឹងទី1សម្រាប់បើកឯកសារខ្ញុំនឹងដាក់ password 1 2 3គឺសម្រាប់បើកឯកសារប៉ុន្តែខ្ញុំនឹងដាក់ password 321វិញខ្ញុំនឹងដាក់ password 321វិញបើសិនជាខ្ញុំពេលដែលគេបើកឯកសារនឹងមកដាក់ password 321វានឹងអាចចូលទៅ full permission វិញអញ្ចឹងណាអញ្ចឹងសម្រាប់123 password 123នេះគឺខ្ញុំដាក់ទៅគឺគាត់គ្រាន់តែអាចបើកមើលបានទេប៉ុន្តែគាត់ធ្វើអីអត់កើតទេ print ក៏អត់កើតអីក៏អត់កើតដែរអញ្ចឹងដល់ពេលដាក់ password 321វិញគឺគាត់អាចប្រើ full គ្រប់ function ទាំងអស់អញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំនឹងនេះយើងចូលមើលអស់សិននេះកន្លែងនេះគឺយើង restrict edit ទៅហ្នឹងទៅគឺនេះគឺកន្លែងនេះគឺជាកន្លែងនេះសំខាន់អូខេអញ្ចឹងកន្លែងនេះបងប្អូនត្រូវចំណាំគឺ password កន្លែងនេះខ្ញុំដាក់123ហ្នឹងបើសិនជាពេលដែលគេបើកឯកសារហ្នឹងមកយើងចង់ឲ្យឯកសារទៅគេគ្រាន់តែបើកមើលអញ្ចឹងយើងប្រាប់ password គាត់ទៅថានេះ password នេះ123អញ្ចឹងគាត់ប្រើ123ទៅគឺគាត់គ្រាន់តែអាចទៅបើកមើលទេគាត់អាច print បានអីបានទេប៉ុន្តែបើសិនជាយើងចង់ថាឥឡូវបើគាត់ចង់ print ចង់អីយើងគិតថាឲ្យគាត់បើកយើងអាចតែ password គាត់វិញថាឥឡូវប្រើ321ប្រើ321វាអាច print បាននេះបានឬមួយក៏យើងដោះ password នឹងចោលតែម្ដងក៏បានដែរអូខេអញ្ចឹងឥឡូវកន្លែងយើងនេះរបស់យើងគឺមានតែប៉ុណ្្នឹងទេយើងដាក់តែប៉ុណ្្នឹងមកហើយកន្លែងនេះយើងយកណាន់2មកលើក្រោមណាហើយកន្លែងនេះកុំយកនេះអីកុំយក enable អីហ្នឹងទៅយើងយក enable មកដាក់ password មួយទៀតបានន័យថាដល់ពេលដែលយើងដាក់ password ត្រូវគឺវានឹង enable ឲ្យយើង copy text image អីចឹងទៅតែបើយើងដាក់ password អត់ត្រូវទេដាក់តែ1 2 3ទេវាអត់ឲ្យ copy ទេអញ្ចឹងយើងចុច OK មកហើយនឹងនេះវាថា document open password អញ្ចឹងដាក់1 2 3 ហើយអូខេមួយទៀតដល់ permission password ហ្នឹងអញ្ចឹងយើងមិនចែកដាច់គឺ document password ហ្នឹងគឺយើងបើកមកគឺយើងប្រើ1 2 3ដល់ពេល permission password គឺយើងប្រើ3 2 1អូខេអញ្ចឹងអូខេហើយយ៉ាអញ្ចឹងខ្ញុំចុចអូខេមួយទៀតអញ្ចឹងខ្ញុំបិទយើង save អូខេយើង save អូខេអញ្ចឹងខ្ញុំទៅបើក test ថ្មី file នឹងដដែលអញ្ចឹងវានឹងទា password អញ្ចឹងឥឡូវនេះខ្ញុំនឹងប្រើ password 1 2 3
password 1 2 3វានឹងចូលមកអូខេនេះ password 1 2 3គឺវាបិទបាត់ហើយវាបិទអត់ឲ្យយើង print ទេវាបិទអត់ឲ្យយើង print ទេហើយ control P ក៏អត់ចេញដែរហើយនឹងមាន option អីផ្សេងទៀតមើលខ្ញុំសាកតេស្តមួយសិនអូខេយើងចូលទៅកែទិន្នន័យក៏អត់កើតដែរអូខេហើយយើងចូលទៅមើល option របស់វាណានេះនេះដោយសារតែនេះទេវាអត់វានេះគេយើងឃើញយើងវាបើកយើងមុននេះមិញគឺយើងខ្ញុំឲ្យបើកតែ copy ទេបើក copy content ទេប៉ុន្តែ print ក៏អត់ឲ្យ print ដែរហើយ change document ក៏ឲ្យដូរដែរហើយផ្សេងក៏អត់ទេអូខេអញ្ចឹងខ្ញុំអូខេខ្ញុំបិទវិញអញ្ចឹងយើងបើកតេស្តមួយសារទៀតយើងប្រើ password 321ប្រើ password 321គឺស្មើនឹងយើងអាចកែបានធម្មតាវិញអញ្ចឹងយើងប្រើ password 321យើងចុចអូខេមកអូខេអញ្ចឹងយើងប្រើ password 321thì យើងឃើញយើងអាច print បានធម្មតាវិញយើងអាចចូលទៅកែទិន្នន័យបានអូខេហើយយើងទៅមើល option permission របស់វាមកឃើញទេអូខេ load ទាំងអស់អញ្ចឹងសម្រាប់វីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយចំពោះចំណុចផ្សេងទៀតបងប្អូនអាចស្រាវជ្រាវបន្ថែមទាំងអស់គ្នាអញ្ចឹងអរគុណច្រើនជំរាបលា